សួស្តីអ្នកទាំងអស់គ្នាឥឡូវយើងមកធ្វើតេស្តសាកល្បងចំពោះ Oppo A6X ដែលទើបតែនឹងចេញថ្មីអញ្ចឹង Oppo A6X នេះបំពាក់នៅ CPU Snapdragon 885ដែលមាន RAM 4/4 និងទំហំផ្ទុកទិន្នន័យ 128GB តម្លៃរបស់វាត្រឹម$139ហើយឥឡូវយើងមកធ្វើតេស្តសាកល្បងទាំងអស់គ្នាចំពោះការលេងហ្គេមតើវា run បានប៉ុណ្ណាវា smooth ប៉ុណ្ណា color វាយ៉ាងម៉េចដែរអញ្ចឹងយើងទៅធ្វើតេស្តសាកល្បងហ្គេមពីរធំដូចជា Mobile Legends និង PUBG អញ្ចឹងតោះយើងទៅតាមដានទស្សនាទាំងអស់គ្នាអូខេអ្នកទាំងអស់គ្នាឥឡូវយើងធ្វើការតេស្តទៅលើ Mobile Legends វិញម្ដងណាឥឡូវយើងចូល Classic ហើយតមកយើងចាប់ឡើង start តែម្ដងឥឡូវខ្ញុំសុំខាទៅមុខបន្តិចណាព្រោះវាយូរដែររឿងកន្លែងហ្នឹងអូខេឥឡូវដំបូងឡើងយើងចូលទៅមើលមានលក្ខណៈ smooth គួរសមដែរពុកម៉ែបងប្អូនទាំងអស់គ្នាអូខេ smooth ឥឡូវយើងទៅមើល setting របស់វាតើ setting របស់វាបំពាក់បានប្រហែលដែរលើ graphic អូខេទៅដល់ ultra ពុកម៉ែបងប្អូនទាំងអស់គ្នា standard quality សិតតែកម្ពស់ហើយទាំងអស់អញ្ចឹងពុកម៉ែបងប្អូនអូខេ game នេះលេងមក smooth ហើយអូខេការ smooth ការ off តែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នានេះចំពោះ color ក៏មិនស្អាតដែរអញ្ចឹងកម្លាំង fin នេះតម្លៃ fin នេះអាចទទួលយកបានហើយពុកម៉ែបងប្អូនទាំងអស់គ្នាតែម្ដងនេះអាចលេងបានហើយល្អសម្រាប់ការលេងហ្គេមអូខេអ្នកទាំងអស់គ្នាឥឡូវយើងមកធ្វើការតេស្តភ្លឺ PUBG វិញម្ដងតើវាយ៉ាងម៉េចដែរចំពោះម៉ាស៊ីននៅយ៉ាងនេះអូខេអ្នកទាំងអស់គ្នាអញ្ចឹងយើងមើល color និង graphic របស់Oppo A6X នេះគឺ color របស់វាស្អាតអាចទទួលយកបានចំពោះការ off អេក្រង់វិញមកដែរមើលតែមិនដែរពុកម៉ែបងប្អូនអញ្ចឹងតម្លៃប៉ុណ្ណេះតម្លៃត្រឹមតែ$139អាចយកប្រើការបានទូទៅអញ្ចឹងលេងមែនតែនហើយពេលនេះ Oppo អូខេឥឡូវយើងទៅមើលលើ graphic របស់វាតើវាយ៉ាងម៉េចតើពុកម៉ែបងប្អូនsmooth តែម្ដងនេះគេ smooth តែម្ដងអញ្ចឹងអេក្រង់នេះគឺជាអេក្រង់ប្រភេទថ្មីហើយជាអេក្រង់មួយតែជាប្រភេទ Full HD ខ្លះហើយមាន refresh rate ដល់ 120Hz អញ្ចឹងកម្លាំងប៉ុណ្ណេះលេងប៉ុណ្ណេះអស់បារម្ភពីការលេងហ្គេមហើយអរគុណច្រើនសម្រាប់ការតាមដានទស្សនាពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងពុកម៉ែបងប្អូនអាចជួយ comment ឬក៏ចុច like សម្រាប់ការធ្វើវីដេអូរបស់លាធឿមផងអរគុណច្រើនជំរាបលា